ជាថ្ងៃចូលឆ្នាំថ្ងៃចូលឆ្នាំចាំនងបាទអ្នកទាំងអស់គ្នាឃើញមានភ្លើងពណ៌ដ៏ស្រស់ស្អាតហើយនឹងមានឆាកតន្ត្រីមិញនិងក្រុមតន្ត្រីដែលគាត់កំពុងឈរច្រៀងនេះគឺស្ថិតនៅក្នុងក្រុងបាត់ដំបងនៃខេត្តបាត់ដំបងដែលរដ្ឋបាលក្រុងបាត់ដំបងលោករៀបចំឡើងដើម្បីប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មីក៏ដូចជាសម្ពោធផ្លូវដើរថ្មើរជើងឬក៏សួនតាមដងស្ទឹងសង្កែនៅក្រុងបាត់ដំបងដែលខាងរដ្ឋបាលក្រុងបាត់ដំបងលោកទើបរៀបចំហើយអ្នកនរគ្នាមើលឃើញហើយភ្លើងពណ៌ឡើងខាត់ខ្វែងហ្នឹងគឺជាការរៀបចំដោយរដ្ឋបាលក្រុងបាត់ដំបងហើយយើងដឹងហើយថានៅក្រុងបាត់ដំបងឥឡូវកាន់តែស្រស់ស្អាតជាងមុនឆ្ងាយអ្នកនរគ្នាគ្រាន់ថានៅផ្លូវខ្លះខាងក្រុងគាត់កំពុងតែរៀបចំធ្វើផ្លូវដាក់លូអីចឹងវារៀងនៅហុយហើយប៉ុន្តែនៅតាមផ្លូវទាំងសងខាងស្ទឹងសង្កែហ្នឹងគឺស្រស់ស្អាតមែនទែនហើយអមដោយខាងរដ្ឋបាលក្រុងគាត់រៀបចំសួនដើរកំសាន្តអីចេះទៀតគឺកាន់តែស្អាតហើយនេះគឺជាការរៀបចំភ្លើងហើយនឹងឆាកតន្ត្រីហ្នឹងគឺការប្រគំតន្ត្រីនៅថ្ងៃទី1ទី2ទី3ដែលរៀបចំដោយក្រុងបាត់ដំបងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឬក៏ហៅថានគរសង្ក្រាន្តហើយយើងឃើញទីនេះមានមនុស្សច្រើនគឺថ្ងៃហ្នឹងហើយដែលខ្ញុំទៅថតហ្នឹងគឺខាងបងប្អូនសិល្បៈគាត់ចាប់ផ្ដើមមកហាត់សមណាចឹងហាត់សមហ្នឹងគឺមានតាំងពីរាំរបាំមានតាំងពីហាត់ក្បាច់គុនបុកកតោមានតាំងពីហែក្បួនទទួលទេវតាឆ្នាំថ្មីឆ្នាំចាស់អីនៅជាមួយគ្នានៅនឹងទាំងអស់ហើយនៅថ្ងៃនោះដែរគឺក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសុកលូលោកក៏បានអញ្ជើញមកទស្សនាផ្ទាល់នៅទីនេះដែលអ្នកទាំងអស់គ្នាឃើញមានមនុស្សម្នាច្រើនហ្នឹងគឺខាងរដ្ឋបាលនិងមន្ត្រីរដ្ឋបាលព្រមទាំងកងកម្លាំងនិងប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបងនោះលោកមកទស្សនាហើយនេះគឺឆាកហើយហ្នឹងគឺស្អាតមែនទែនអ្នកទាំងគ្នាយើងទៅមើលផ្ទាល់គឺកាន់តែស្អាតហើយនេះគឺជាបងប្អូនសិល្បៈដែលលោកហាត់សមមុនមួយថ្ងៃនៃថ្ងៃចូលឆ្នាំមកដល់ហ្នឹងគឺបងប្អូនហាត់សមដើរហើយនឹងមានក្បួនស្គរមានអីចឹងណានៅនឹងច្រើនមែនទែនវែងណាហើយខ្ញុំថតបានដែរខ្លីៗទេហើយនៅក្នុងហ្នឹងយើងឃើញមានតួអង្គដែលដើរតួជាទេវតាឆ្នាំថ្មីនិងឆ្នាំចាស់ផងដែរបាទហើយនេះគឺជាការហាត់សមទេកុំយល់ច្រឡំដែរមិនក៏ស្លៀកពាក់បែបនេះមិនក៏មិនស្លៀកពាក់តាមបែបប្រពៃណីរបស់ខ្មែរគឺមែនទេដោយសារជាការហាត់សមឯងចឹងការហាត់សមពុំតាន់មានការស្លៀកពាក់អីបានត្រឹមត្រូវទេអ្នកទាំងគ្នាគ្រាន់តែយើងបងប្អូនមកហាត់សមដើម្បីត្រៀមឲ្យបានមុនមួយថ្ងៃចឹងណាដើម្បីឲ្យដឹងថាការរៀបចំហ្នឹងគេត្រូវធ្វើមិនខ្លះរបៀបវិរៈគេត្រូវធ្វើមិនខ្លះដើរយ៉ាងម៉េចបាទហើយត្រូវមានអ្នកគូស្គរឬក៏មានអ្នកស្អីនៅក្នុងហ្នឹងគឺមានធ្វើអីខ្លះគឺគេរៀបចំឲ្យហើយមកហាត់សមមកហើយដល់ថ្ងៃគឺចូលជួរចូលរៀបចំយកតែម្ដងយើងមិនបាច់នៅប្រាប់ចុះទៀតទេចឹងហ្នឹងជាការហាត់សមមុនមួយថ្ងៃហើយយើងឃើញថាមានគ្រប់សពបែបយ៉ាងទាំងអស់តាំងពីក្បាច់គុនបុកកតោតាំងពីរបាំតាំងពីស្អីហ្នឹងគឺខាងបងប្អូនក្រុមសិល្បៈមកពីសាលាហ្វាមកពីអង្គការហ្វាបើតាមខ្ញុំដឹងគឺលោកបានមកចូលរួមនៅក្នុងការទទួលទេវតាឆ្នាំថ្មីនឹងឯងហើយជាទូទៅយើងឃើញបងប្អូនមកពីខាងអង្គការឬខាងសាលាហ្វានេះតែងតែបង្ហាញមុខឬក៏សម្ដែងនៅក្នុងកម្មវិធីធំនៅក្នុងក្រុងបាត់ដំបងរហូតបាទគឺបងប្អូននឹងគឺពិតជាមានសមត្ថភាពខ្ពស់ណាស់នៅសាលាហ្វាចឹងបើបងប្អូនដែលបានឃើញវីដេអូនេះហើយសូមជួយចុច Subscribe ហើយនិង Share ប្រាប់មិត្តភ័ក្តិឲ្យបានមើលផងគេនឹងលោកថាឃើញអ្នកណាអីនៅក្នុងវីដេអូនេះណាបាទព្រោះវីដេអូនេះខ្ញុំថតថ្ងៃមុនចូលឆ្នាំមួយថ្ងៃហ្នឹងព្រោះមនុស្សច្រើនមែនទែននៅទីនេះហើយឃើញទេសភាពស្អាតអីស្អាតខ្ញុំថតចែកម្លែក
ជូនបងប្អូនមើលទៅចឹងបើមានភ្ញៀវទេសចរជាតិអន្តរជាតិលោកចង់ទៅទស្សនាឥឡូវហ្នឹងក៏នៅតែស្អាតដែរនេះបាទគាត់ថាលែងមានឆាកតន្ត្រីលែងមានអីហើយអញ្ចឹងណាមានតែភ្លើងពណ៌ហ្នឹងអាចដើរហាត់ប្រាណបាន